ជំរាបសួរពុកម៉ែបងប្អូនបាទខ្ញុំឲ្យពុនខ្ញុំបាននោះនេះទៅស្ទូចត្រីបានច្រើនដល់អញ្ចឹងញ៉ាំសល់ក៏ធ្វើផុកលាវបាទត្រីនេះយើងបានសម្អាតវាអីហើយអស់ហើយធ្វើស្ការធ្វើអីហើយនឹងផ្អាប់អំបិលបាទហើយធ្វើទៅយើងអាចទុកញ៉ាំបានដល់ឆ្នាំបាទត្រីភីមគីត្រីនេះឈ្មោះភីងគីបាទហើយគ្រឿងផ្សំយើងមានបាយដំណើបបាទដាំហើយអង្គលីងបាទអង្គលីងហ្នឹងក៏អង្គដំណើបដែរដើម្បីឲ្យវាទន់សាច់ទន់ឆ្អឹងបាទហើយទុកបានមួយឆ្នាំបាទបានយកមកញ៉ាំអញ្ចឹងតើពុនខ្ញុំគាត់ចាប់ផ្ដើមធ្វើហើយមើលរបៀបធ្វើទាំងអស់គ្នាចេះតគ្នាទៅទុកជាអនុស្សាវរីយ៍ពុកម៉ែបងប្អូនសាកល្បងលោមើលឆ្ងាញ់ប៉ុណ្ណាដែរបាទខ្ញុំជឿថាឆ្ងាញ់ហើយព្រោះខ្មែរយើងចោលទេប្រហុកផ្អកម៉ាំអីហ្នឹងអាហ្នឹងតាំងពីដូនតាមកអាហ្នឹងសម័យបុរាណខែសបូត្រីធ្វើផ្អកធ្វើប្រហុកធ្វើម៉ាំអីចឹងទុកសម្រាប់ខែដែលអត់ផុតរដូវនេសាទយើងយកអាហ្នឹងហើយមកញ៉ាំស្រាប់ដើរព្រៃដើរបរបាញ់អីអាហ្នឹងពីជំនាន់បុរាណតែសម័យយើងនេះអត់មានទៅបរបាញ់អីទៀតទេយើងធ្វើទុកញ៉ាំជាក្រុមគ្រួសារចែកកូនចែកចៅញ៉ាំចឹងcòn là phùng khăn có lính có lệ cực mọt đây học dương toàn chành phóng khăn krươngធ្វើនេះពុកម៉ែបងប្អូនបើសិនជាមានពេលទំនេរទៅស្ទូចត្រីហើយញ៉ាំសល់អីចឹងណានាំគ្នាធ្វើអញ្ចឹងមើលអាហ្នឹងរបស់យើងពេលវាកើតហើយមានអីគ្រឿងតបរបស់វាមានរសក់មានពេញបោះមានទ្របមានអីហ្នឹងពពាយអីដាក់មកសិតតែរបស់លេខ1ប្រហុកលាវធ្វើបានរត់មកឃើញបើយើងធ្វើផ្អកបានតែមកបានតែ2 3ខែបានញ៉ាំហើយចប់ហើយតែអានេះរាប់ឆ្នាំទុកកាន់តែយូរកាន់តែល្អមិនមែនទុកយូរទៅខូចទេប្រហុកលាវអត់ខូចទេដូចតែប្រហុកយើងធម្មតាប្រហុកយើងធម្មតាត្រាំទឹកអានេះធ្វើត្រីស្រស់សម្រស់ទឹកឲ្យវាឲ្យស្រស់ដល់ពេលរួចទៅយើងដាក់កន្លទៅវាចេញពីសាច់ត្រីទឹកចេញពីសាច់ត្រីដាក់ចឹងបានយូរកុំអោយប្រៃពេកកុំអោយសាបពេកអំបិលអោយវា
không ơi trái về nhưng thơ sự điếc nào phải học chứ vàក្រោយពីយើងបានឲ្យកលីងហើយនឹងបាយដំណើបច្បាច់វាឲ្យចូលសពសាច់ត្រីហើយយើងចាប់ផ្ដើមដាក់ចូលស្លឈ្ងុយណាស់ពុកម៉ែបងប្អូនបាទឥឡូវនេះយើងច្បាច់ឲ្យវាសពចូលសាច់ត្រីហើយក៏លីងបាយដំណើបបាទហើយយើងក៏រៀបចំដាក់ចូលក្នុងកឡរបស់យើងមើលទៅពេញមួយកឡរបស់យើងសម្រាប់ទុកញ៉ាំមួយឆ្នាំដែរធ្វើទុកមួយឆ្នាំហើយញ៉ាំប្រហែលជាមួយឆ្នាំដែរបាទល្មមមួយកឡរបស់យើងហ្នឹងមើលទៅរៀបចូលក្នុងកឡទៅត្រីដូចត្រីដេកញ៉ាំឈ្ងុយណាស់ពុកម៉ែបងប្អូនអើយថាឈ្ងុយហើយអង្គលីងហើយដាក់បបរបាយដំណើបមើលទៅទុនសាច់ទុតឆ្អឹងត្រីចូលដេកក្នុងកឡធ្វើប្រហុកលាវនឹងឈ្ងុយអង្គលីងប្រហុកលាវខុសពីប្រហុកខ្មែរយើងយកត្រីទៅត្រាំទឹកឲ្យហើមប្រហុកលាវអត់ទេចឹងបានវាតម្រាំបានញ៉ាំវាយូរតែវាផុយឆ្អឹងពេញមួយកឡរបស់យើងបាទតិចទៀតថាជា3ខែក្រោយអីហ្នឹងទឹកចាប់ដើមចេញព្រៀបមកបាទចេញព្រៀបទឹកហ្នឹងហើយវាធ្វើឲ្យផុយឆ្អឹងទុនអីបាទមើលពុកម៉ែបងប្អូនមើលហើយក៏សាកធ្វើតាមលោមើលបាទឆ្ងាញ់ណាស់តានីថាឆ្ងាញ់បាទ